ណែមិនអាចកាប់ទេដើមមលូនេះគឺជាអនុស្សាវរីយ៍តែមួយគត់របស់យើងនឹងម្ដាយរបស់នាងបើសិនជាឯកាប់នឹងស្មើនឹងសម្លាប់យើងហើយណាត្រូវយកកំសើចេញពីបាត់ឆ្នាំងទើបមានសង្ឃឹមថារស់មកពេលលោកប៉ាប្រយ័ត្នពេកអ្វីក៏មិនអនុញ្ញាតឲ្យអ្នកថែសួនប៉ាអញ្ចឹងហើយទើបដើមមលូទៅជាបែបនេះលោកតាទូលើដើមមលូនិយាយថាឈឺពោះណាព្រោះសត្វល្អិតខំវាណាមិនក៏អញ្ចឹងទៅកើតយើងតែងតែឲ្យអ្នកថែសួនបាញ់ថ្នាំសម្លាប់សត្វល្អិតនាំចូលពីបរទេសមិនក៏មានសត្វល្អិតទៀតទូតើកូនឃើញអ្វីមែនទេទូឃើញដង្កូវធំ5ក្បាលកំពុងខំនៅក្នុងពោះកុំនិយាយផ្ដេសផ្ដាក្មេងឆ្លាតសបកដើមឈើក្រាស់ណាស់មិនក៏ចៅអាចមើលឃើញវាទូចេញមកណែឈប់ពិតជាប្រហើនណាយើងមិនគួរអនុញ្ញាតឲ្យក្មេងបែបនេះចូលផ្ទះយើងទេហើយមិនត្រឹមតែលួចកូនស្រីយើងទេនៅចង់កាប់ដើមមលូរបស់យើងទៀតកូនឈប់អាននិនទៀតនឹងទូធ្វើអញ្ចឹងទៀតហើយលោកប៉ាបន្តកូនចាស់មិនក៏យើងមានកូនស្រីមិនស្ដាប់បង្គាប់ដូចជាឯងនេះចិត្តតែជួយអ្នកខាងក្រៅតកូលវិនរបស់យើងនេះយ៉ាងហោចណាស់ក៏ជាតកូលអ្នកមានទាំង4នៅណានឆឹងនេះដែរណាឯងជានាងថ្លៃធ្នូអ្ហ្មងក៏ចង់ទៅធ្វើជាម្ដាយចុងគេបែបនេះក្រៅពីស៊ីវលីនយាគ្មានអ្នកណាត្រូវការឯងទេអីនោះដង្កូវវាលូនចេញមកហើយដោយសារពួកវាទៅដើមមលូននិយាយថាតែខំឈឺណាពិតជាមានតកូវមែនមិនតារាសម្ដាកអរគុណឯងហើយបើបាត់ចឹងទេយើងត្រូវតកូវទាំងអស់នេះខាប់ស្លាប់ហើយបាច់អរគុណទេនេះជាអ្វីដែលទូគួរធ្វើក្មេងល្អមិនក៏ឯងដឹងថាមានតកូវនៅដើមឈើនេះហ៎តែរបស់ទូមើលឃើញទូមានភ្នែកទឹកអាចមើលឃើញអ្វីដែលយើងមើលមិនឃើញទោះជាចាប់តកូវចេញក៏ដោយដើមឈើនេះពិបាកសង្គ្រោះខ្លាំងណាស់សាច់តែបន្តិចទៅជាហើយតកូវខំដើមឈើខូចអត់ទៅហើយទោះជាស្រោចទឹកប្រមាណគីបទៀតក៏គ្មានប្រយោជន៍ដែរកូនជឿថាទូនាំសំណាងល្អមកឲ្យយើងឲ្យគេសាឡបងតែយើងដឹងថាឯងដើម្បីរៀបការជាមួយនឹងក្មេងប្រុសមិនល្អនេះលែងខ្វល់ពីអ្វីទាំងអស់ហើយស្រោចទៅយ៉ាងណាក៏ដោយក៏ដើមឈើនេះមិនអាចជួយបានដែរម៉ាណាចេញស្លឹកហើយថែមទៅមានផ្លែទៀតល្អណាស់ចៅល្អរបស់តាមិនត្រឹមតែជួយសង្គ្រោះដើមមលូរបស់យើងទេថែមទាំងធ្វើឲ្យវារស់ឡើងវិញចេញស្លឹកហើយចេញផ្លែទៀតចៅជាផ្កាយនំសំណាងមែនលោកពូឥឡូវយើងធ្វើឲ្យដើមមលូចេញស្លឹកចេញផ្លែហើយមានន័យថាម្ដាយរបស់ឈិញក៏យល់ព្រមនឹងអាពាហ៍ពិពាហ៍នេះដែរយើងគ្រាន់តែទទួលស្គាល់ចៅទូរបស់យើងតែប៉ុណ្ណោះយើងមិននឹងឲ្យក្មេងប្រុសលេលើរៀបការជាមួយនឹងកូនស្រីរបស់យើងនៅងាយស្រួលនោះយើងសូមប្រាប់ឯងណាទៅថ្ងៃមុខបើសិនជាធ្វើឲ្យឈិញរបស់យើងពិបាកចិត្តទៀតនោះយើងនឹងមិនលើកលែងឯងទេណាបានលោកពូមិនបាច់ឲ្យលោកពូធ្វើទេខ្ញុំសន្យាថាក្រោយពេលដែលរៀបការបើខ្ញុំធ្វើអ្វីឲ្យឈិញ